លោកគ្រូបាននិយាយថាអ្នកនឹងមានថ្ងៃមួយដែលអ្នកនឹងជួបនរណាម្នាក់ដែលស័ក្តិសមនឹងអ្នកយ៉ាងល្អឥតខ្ចោះគេអាចផ្ដល់ឲ្យអ្នកនៅអារម្មណ៍សុវត្ថិភាពដែលបាត់បង់ជាយូរមកហើយគេអាចទទួលយកអារម្មណ៍អវិជ្ជមានរបស់អ្នកគេនឹងរកគ្រប់វិធីដើម្បីធ្វើឲ្យអ្នកសប្បាយចិត្តបំពេញនៅរាល់ការសោកស្ដាយរបស់អ្នកត្រូវជឿថាអ្នកនឹងសម្រេចបាននៅអ្វីដែលចិត្តប្រាថ្នាតែព្រោះតែអ្នកនឹងស័ក្តិសមទទួលបានវាការគ្រប់គ្រងអារម្មណ៍និងការទទួលយកការពិតមាននរណាម្នាក់អាចគ្រប់គ្រងអារម្មណ៍របស់អ្នកបានទេមានតែខ្លួនឯងប៉ុណ្ណោះកុំបោះបង់ខ្លួនឯងគ្រប់គ្នាសុទ្ធតែមានរឿងរ៉ាវនៅក្នុងចិត្តគ្រាន់តែគេចេះគ្រប់គ្រងវាកុំឆ្លោះជាមួយអតីតកាលព្រោះវាបានកន្លងផុតទៅហើយកុំឆ្លោះជាមួយបច្ចុប្បន្នព្រោះអ្នកត្រូវតែរស់បន្តនៅជាមួយវាដំណើរការលំបាកនៃការលូតលាស់វិធីសាស្ត្រដែលជំរុញឲ្យអ្នកលូតលាស់ដំណើរការប្រហែលជាមិនស័ក្តិសមនឹងទទួលបានការដឹងគុណទេតែនៅតែមានអត្ថន័យមិនថាគ្មាននរណាម្នាក់ចាប់អារម្មណ៍ឬធ្វើបានល្អដូចអ្នកដទៃក៏ដោយអ្នកត្រូវតែព្យាយាមស្ងប់ស្ងាត់ទៅធ្វើកិច្ចការដែលអ្នកគួរធ្វើកុំទុកឲ្យចិត្តខាងក្នុងរបស់អ្នករំខាននិងថប់អារម្មណ៍បំផ្លាញនៅសេចក្តីរីករាយនិងកម្លាំងកាយចិត្តតិចតួចដែលអ្នកមានស្នេហាដែលស័ក្តិសមនឹងទទួលបានមនុស្សដែលអ្នកនៅពេញភ្នែកទើបស័ក្តិសមនឹងទទួលបានសេចក្តីស្រឡាញ់ទាំងមូលរបស់អ្នកអារម្មណ៍ទុកសម្រាប់មនុស្សដែលអ្នកមិនចាក់ចែងផ្ញើសារទៅមនុស្សដែលរវល់ហើយនឹងឆ្លើយតបមកវិញភ្លាមៗទូរស័ព្ទទៅមនុស្សដែលនឹងទទួលទូរស័ព្ទភ្លាមៗរក្សាភាពទន់ភ្លន់ទុកសម្រាប់មនុស្សដែលស័ក្តិសមនឹងទទួលបានព្រោះពាក្យដែលរ៉ូមែនទិកបំផុតក្នុងលោកមិនមែនថាខ្ញុំស្រឡាញ់អ្នកនោះទេតែគឺខ្ញុំនឹងនៅក្បែរអ្នកជានិច្ចនៅពេលដែលអ្នកត្រូវការខ្ញុំបំផុតអំពីបទពិសោធន៍នៃជីវិតនិងការភ័យខ្លាចរាល់ទស្សនៈនិងការវិតម្លៃរបស់អ្នកតីសុទ្ធតែជារឿងបណ្ដោះអាសន្នមានតែបទពិសោធន៍និងការចម្រាញ់ខ្លួនឯងតែប៉ុណ្ណោះដែលនៅជាប់ខ្លួនរបស់អ្នកអស់មួយជីវិតទើបតែរាល់ការបារម្ភនិងការភ័យខ្លាចសុទ្ធតែកើតចេញពីក្តីស្រមៃរបស់ខ្លួនឯងមានតែពេលដែលអ្នកហ៊ានធ្វើវាពិតប្រាកដទើបអ្នកនឹងដឹងថាវាសប្បាយចិត្តប៉ុណ្ណាការរស់នៅប្រកបដោយភាពក្លាហាននៅក្នុងវ័យដ៏ត្រចះត្រចង់មិនគួរជាប់គាំងនឹងរឿងស្រឡាញ់ឬមិនស្រឡាញ់ឡើយសង្ឃឹមថាអ្នកអាចរស់នៅដោយក្តៅកគុកតែទន់ភ្លន់ធ្វើអ្វីដែលអ្នកគិតថាសំខាន់